ประชาชนสอบไงกดยุลจุบะเฮยท่าระบบปฏิกาวีอักรอยุติทั่วสุนันไทยไว้ได้ประชาชนจำเคยนึกคือถ้าเติมมิ้นหน้าแต่ดักน้อมอ่างอันเติมได้แต่ปนั่นเองประชาชนยุลดังกรุบกรอนให้อมปีเทียบอักรในระบบปฏิกาคนโดยเฉพาะយើងមិនចាំបាច់ទៅទន្ទិញថាហ៊ុនសែនអាក្រក់កម្រិតណាឬរបបហ៊ុននឹងអយុត្តិធម៌កម្រិតណាចុះគេយល់ហើយអ្វីដែលប្រជាជនចង់ឃើញនោះតើនរណាដែលអាចទៅកែប្រែរបបនឹងបានអានឹងការពិតនៅក្នុងនេះខ្ញុំចាំមែនទេអញ្ចឹងបានសតរានិយាយពីចំណុចគេបាតកម្មទូទាំងប្រទេសបើហ៊ានខ្ញុំថាបើហ៊ានបើអត់ទាំងធ្វើមិនទេហ្នឹងនឹងដោយចូលគុកបាតកម្មគឺដោយចូលគុកអីអ្វីខ្ញុំសួរបងប្អូនមើលសារ៉ាពុំតើរបបហ៊ុនយកអ្វីមកគម្រាមយើងដែលហៅងើបមួយវាយមួយងើបពីរវាយពីរហ្នឹងគឺយកគុកហេតុអ្វីបានជារបបហ៊ុនយកគុកមកគម្រាមកំហែងយើងចិត្តត្រាពីព្រោះតែយើងខ្លាចគុកចុះបើយើងដើរចូលគុកអញ្ចឹងមកទីខ្ញុំណានេះកំណត់ឆ្លងដែរខ្ញុំសួរទៅរងឈុនថាបើគុកក៏យើងមិនខ្លាចទ្រព្យសម្បត្តិក៏យើងមិនខ្លាចបាត់បង់តើយើងខ្លាចអីនៅអល់ឯករឿងអីមិនដេចក៏មិនចេញច្បាំងទៅដឹកនាំការច្បាំងមានន័យថាការតស៊ូមតិស្របតាមច្បាប់រដ្ឋធម្មនុញ្ញបាតកម្មឲ្យមានខុសច្បាប់ណាបាតកម្មទូទាំងប្រទេសណាក៏មានដែរខ្មែរយើងមុនក្រោយការបោះឆ្នោតក៏មានដែរណាគឺប្រឆាំងទៅនឹងការសម្រេចរបស់តុលាការអានោះគឺចឹងប្រទេសណាក៏មានចឹងប្រឆាំងទៅនឹងការសម្រេចនៅស្រុកអាមេរិកក៏ដោយណានេះប្រឆាំងទៅនឹងរបបផ្ដាច់ការទាមទារឲ្យមានសេរីភាពគោរពសិទ្ធិមនុស្សខៀវកវ៉ាន់អញ្ចឹងបើយើងអត់មានសកម្មភាពទេបងយូវីបលយើងអង្គុយសូត្រទ្រឹស្ដីយើងអង្គុយពិពណ៌នាពីភាពអាក្រក់របស់ហ៊ុនសែនយើងអង្គុយតេះឌីលតឡាការគឺប្រជាជនអត់ចង់ឃើញទេប្រជាជនគាត់ឃើញគ្រប់គ្រាន់ហើយបច្ចុប្បន្នរឿងថាហ៊ុនសែននឹងមានចំណុចអាក្រក់កម្រិតណាប្រជាជនចង់ឃើញថាតើអ្នកណាអាចទៅធ្វើអីបានតែប៉ុណ្ណោះដូច្នេះឲ្យតែមានអ្នកដឹកនាំឧទាហរណ៍ខ្ញុំដៅថារងឈុនទៅចុះនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នគឺពិភពលោកក៏សម្លឹងមើលដែរបងប្អូនហើយពេលនោះអាស៊ានក៏នឹងដាក់ប្រទេសកម្ពុជាចូលទៅក្នុងរបៀបវិរៈនៃការដោះស្រាយវិបត្តិនយោបាយបន្ទាប់ពីភូមិដែរមូលហេតុអីបានជាប្រទេសកម្ពុជាចាប់មនុស្សដាក់គុកដូចគ្នាប៉ុន្តែអត់មានណែវិបត្តិត្រូវបានអន្តរជាតិនឹងមិនរាប់អានដូចភូមិនេះពីព្រោះតែប្រជាជនយើងនឹងកាំងឈេងគៀងគឺឯកភាពឲ្យគេសម្លាប់ណាបងប្អូនឯកភាពឲ្យគេសម្លាប់អញ្ចឹងហើយបានជាខ្ញុំនិយាយចំណុចហ្នឹងមកដល់តនេះក៏មានសំណួរមួយចោទជាថ្មីថាតើជីវិតនយោបាយរបស់រងឈុនសុរវត្តច័ន្ទកំណត់ដោយរងឈុនឬកំណត់ដោយហ៊ុនសែនតើហ៊ុនសែននិងតុលាការនៃរបបហ៊ុនគឺជាព្រះព្រំលិខិតកំណត់ជោគវាសនារបស់យើងទាំងអស់គ្នាឬក៏កំណត់ជោគវាសនារបស់រងឈុនអញ្ចឹងយើងត្រូវឆ្លើយថាយើងមិនមែនកើតពីពោះហ៊ុនសែនទេហើយយើងក៏មិនមែនបង្កើតដោយហ៊ុនសែនដែរមនុស្សមានពីធម្មជាតិមានសិទ្ធិពីធម្មជាតិមានតែព្រះជាម្ចាស់ទេដែលអាចណាផ្ដល់ឬក៏ដកសិទ្ធិយើងបានអានេះនិយាយតាមជំនឿគេថាអញ្ចឹងសូមបរិសូត្រូវហើយគឺមានតែជីវិតអ្នកដែលឲ្យជីវិតនឹងនេះជីវិតយើងបានអ្នកដែលកំណត់ជោគវាសនាលើយើងបាន
ឲ្យព្រះព្រំលិខិតខ្ញុំថាអញ្ចឹងណាអញ្ចឹងបងប្អូនមើលកុសលធានដូចសូនតារាឧស្សាហ៍និយាយណាខ្ញុំជោគវាសនារបស់ខ្ញុំសិទ្ធធ្វើនយោបាយរបស់ខ្ញុំសិទ្ធជាពលរដ្ឋរបស់ខ្ញុំជាអ្នកកំណត់និងប្រជាជនជាអ្នកកំណត់ហេតុអីទីមួយខ្ញុំត្រូវតែជាអ្នកកំណត់ហើយខ្ញុំត្រូវតែដៅតួដោយហើយប្រជាជនជាអ្នកជ្រើសរើសជាអ្នកកំណត់អានឹងត្រូវហេតុអីប្រជាធិបតេយ្យចឹងតាសូម្បីនៅអាមេរិកក៏ដោយដូណាល់ត្រាំមុននឹងប្រជាជនជ្រើសរើសគាត់កំណត់គាត់តើគាត់កំណត់ខ្លួនឯងថាគាត់តាំងចិត្តឈរកុសលធានបុស្បាអញ្ចឹងនៅក្នុងរបបប្រជាធិបតេយ្យគ្មានអ្នកណាកំណត់ជាងទេវាអាស្រ័យទៅលើពីម៉ាត់ទេឲ្យរូបប្រកបអ្វីយើងទទួលឬមិនទទួលបើឧត្តមកតេរបស់យើងមិនទទួលហើយយើងធ្វើសកម្មភាពលាងបុរីអានឹងគឺមានន័យថាជាជ័យជំនះរបស់យើងហើយអញ្ចឹងយើងត្រូវចោទសួរថាបើយើងមិនទទួល long driver គេនឹងត្រូវចាប់ដាក់គុកក៏និយាយស្អីទៀតក្រែងយើងអត់មានខ្លាចគុកផងហើយអត់មានខ្លាចអត់មានអីទ្រព្យសម្បត្តិអីផងអានេះវានៅតែណែចំណុចដែលយើងមិនខ្លាចគុកណាគ្មានទ្រព្យសម្បត្តិមិនខ្លាចបាត់បង់ទ្រព្យសម្បត្តិហ្នឹងហើយដែលយើងអាចកំណត់ណាជោគវាសនានិងជីវិតរបស់យើងបានគេចាប់យកទៅដាក់គុកយកទៅគំនិតអូនគេចាប់យកទៅដាក់គុកយើងអាចទៅតដៃអីបានទេពីព្រោះយើងមានម្នាក់យើងអត់មានប្រជាជនក្រៅចូលរាប់លាននេះគេមានកំភ្លើងគេភ្ជុងក្បាលគេមានខ្មាស់គេមានឡានគេដឹកយើងយកទៅដាក់គុកប៉ុន្តែសួរថាហេតុអ្វីបានជាគេដាក់គុកយើងពីព្រោះតែយើងមិនស្របតាមជោគវាសនាហ៊ុនសែននិងតុលាការហ៊ុនសែនកំណត់យើងសុខចិត្តស្លាប់ឬជាប់គុកបងប្អូនណាអញ្ចឹងបានជានៅជប៉ុនសង្គ្រាមលោកឬក៏នៅក្នុងរឿងសានពុករឿងចិនហ្នឹងណាពេលណាដែលចាញ់សង្គ្រាមមេតបគឺធ្វើគាត់ដូចជាស៊ីលម៉ាអ៊ីវ៉ាន់សម្រាប់ខ្លួនឯងតរអញ្ចឹងបងប្អូនមូរីបូរ៉ាយើងត្រូវតែហ៊ាននិយាយថាអញសុខចិត្តជាប់គុកឬសុខចិត្តស្លាប់ជាអ្នកកំណត់ជោគវាសនាបើយើងមិនបានណាប៉ុន្តែប្រជាជនបានតែងតាំងយើងនៅក្នុងចិត្តហើយយើងបានទទួលស្គាល់ក្នុងចិត្តថាខ្ញុំប្រឈមគឺខ្ញុំអត់ទទួលស្គាល់បងប្អូនសួរថាចាលោកគ្រូបើសិនជាមិនទទួលស្គាល់ឧទាហរណ៍ថាមិនអោយរបបហ៊ុននិងតុលាការកំណត់ជោគវាសនាចុះយើងជាប់គុកហ្នឹងចាំសូរិយាអានឹងមិនធ្វើឲ្យបានបងប្អូនដូចសូមរាននិយាយគឺសច្ចធម៌ហើយជីវិតជាសាសណាយើងមិនខ្លាចគុកមិនខ្លាចសេចក្តីស្លាប់សុផាត់ព្រៃសរមានន័យថាអ្នកនឹងកំណត់យើងអត់បានទេមូលហេតុដែលយើងជាប់គុកនិងយើងស្លាប់ពីព្រោះតែយើងមិនស្ដាប់តាមព្រំលិខិតខំមុនណាមិនទទួលយកនៅការកំណត់របស់តុលាការយើងជំទាស់ចុះបើយើងយល់ស្របដូចកម្មសិក្ខាគាត់យល់ស្របអារ៉ាឌីស៊ីសវៈឧទាហរណ៍រងឈុនគាត់យល់ស្របគាត់អត់មានធ្វើសកម្មភាពអីទេគាត់ទទួលបងប្អូនត្រូវចាំសន្តិសូនតារានៅក្នុងរបបហ៊ុនបច្ចុប្បន្នណាមនុស្សដែលយល់ស្របលុតជង្គង់អោនក្បាលបំរើអត់ប្រឆាំងអ្នកនោះរស់នៅសុខសាន្តនេះតើជាពិសេសពួកគណៈបកប្រឆាំងចូលទៅនឹងបានទ្រព្យសម្បត្តិបានតែងតាំងបុណ្យស័ក្តិអានឹងយើងស្របតាមគេបើយើងស្របតាមគេគឺយើងរស់ណាយើងដូចរងឈុនស្របតាមតែហ៊ុនសែនទៅណាគឺយ៉ាងម៉េចតឡាការឲ្យធ្វើអីធ្វើនឹងទៅតែចំសការទៅឆ្វេងស្ដាំដឹកដាក់គុកទៅបើយើងយល់ស្របតាមហ៊ុនសែនមានន័យថាបើមិនប្រែប្រួលទេយើងទទួលស្គាល់ហ្នឹងអញ្ចឹងបើសម្រាប់សូនតារាចោទជាសំណួរទេថាតើអ្នកណាជាអ្នកកំណត់អាយុជីវិតនយោបាយណារបស់យើងបងប្អូនហ៊ុនសែនដកសិទ្ធិយើងប៉ុន្តែយើងមិនត្រូវដកសិទ្ធិខ្លួនឯងទេយើងត្រូវតែណាច្បាំងតស៊ូមតិដោយអហិង្សាស្របតាមច្បាប់រដ្ឋធម្មនុញ្ញដើម្បីការពារសិទ្ធិពីធម្មជាតិបងប្អូនណាច្បាប់ការពារអាយុជីវិតលីនដាចិន្តាគឺស្របច្បាប់
ច្បាប់ការពារសិទ្ធិគឺស្របច្បាប់មនុស្សយើងនៅក្នុងប្រទេសណាដោយច្បាប់បងប្អូនយើងអត់មានសិទ្ធិសម្លាប់មនុស្សទេប៉ុន្តែនៅពេលណាដែលមនុស្សនឹងកាន់កភ្លើងឬក៏បាញ់សម្លាប់យើងកិច្ចផុតហើយយើងសម្លាប់វិញយើងអត់មានទោសនៅក្នុងអំពើភេរវកម្មមួយវណ្ណាឈឹមដែលកំពុងតែវាយប្រហារសម្លាប់មនុស្សយើងដាក់ក្លាហានយើងលួចពីលើផ្ទះទៅណាជិះលើកកភេរវជនដែលកំពុងតែកាន់កភ្លើងនឹងហើយដកកភ្លើងនឹងបាញ់សម្លាប់ភេរវជនដែលកំពុងតែបាញ់សម្លាប់មនុស្សនៅក្នុងហាងមួយយើងសម្លាប់មនុស្សមែនតែយើងអត់ទោសទេណាសិទ្ធបានចែងពីធម្មជាតិថាហាមសម្លាប់មនុស្សប៉ុន្តែច្បាប់អនុញ្ញាតឲ្យយើងការពារជីវិតអនុញ្ញាតឲ្យយើងការពារជីវិតយើងអាចសម្លាប់បាននៅខ្ញុំនិយាយមេទីរ៉ាភេរវជនណាយើងនៅផ្ទះជាន់ទី1មិនខ្ពស់ពេកងាប់យើងឃើញភេរវជនវាចូលបាញ់ទុកទៅនៅអាមេរិកនេះទៅនៅបារាំងក៏ដែរយើងឃើញយើងផ្លោះពីប្អួចណាយើងលោតទៅជន់កកអាខ្មាញ់កភ្លើងហ្នឹងណាដួលហើយយើងកាច់កកវាយើងយកកភ្លើងបាញ់វាស្លាប់យើងមិនត្រឹមតែអត់ទោសទេយើងមានរង្វាន់ត្បិតតែយើងសម្លាប់មនុស្សមែនអានេះពិតណាបងប្អូនណាគឺច្បាប់ធម្មជាតិច្បាប់នៅក្នុងសាសនាក៏ដោយគឺគេអនុញ្ញាតឲ្យយើងការពារជីវិតបងប្អូនអញ្ចឹងមិនមានថ្នាំសង្កូវពុទ្ធសាសនាហៅនៃបច្ច័យ4គឺចុងក្រោយគឺឱសថថ្នាំសង្កូវបងប្អូនការពារជីវិតគឺជាសិទ្ធិរបស់យើងអញ្ចឹងបានជាក្នុងចំណោមសិទ្ធិរបស់សិទ្ធិរស់រានមានជីវិតសំខាន់ជាងគេអញ្ចឹងការពារសិទ្ធិជាសិទ្ធិរបស់យើងការពារសេរីភាពជាសិទ្ធិរបស់យើងបើហ៊ុនសែនកំណត់មិនឲ្យយើងធ្វើនយោបាយមិនបោះបង់មិនឲ្យសិទ្ធិយើងអានឹងដោយសារតែហ៊ុនសែនកាន់អំណាចនេះហ៊ុនសែនមិនឲ្យពូបញ្ជាប្រព័ន្ធរដ្ឋមកថាមិនឲ្យប៉ុន្តែយើងមិនអាចទទួលយកអានឹងទេយើងឲ្យហ៊ុនសែនមិនទទួលតែម្នាក់ឯងទេយើងត្រូវតែបន្តយុទ្ធនាការសកម្មភាពយើងជាបន្តទៀតយើងត្រូវតែប្រើសិទ្ធិដើម្បីការពារសិទ្ធិទោះជាការពារបានប៉ុន្មានក៏ដោយទោះជាស្លាប់នៅក្នុងសមរភូមិក៏ដោយទោះជាត្រូវជាប់គុកក៏ដោយយើងត្រូវតែការពារសិទ្ធិដែលមានពីធម្មជាតិបងប្អូនអានេះសាហាវជាងសិទ្ធិសាហាវជាងការកាត់ទោសប្រហារជីវិតណាសាហាវជាងការកាត់ទោសប្រហារជីវិតទៅទៀតណាហេតុអីកាត់ទោសពីមនុស្សឲ្យទៅជាសត្វដេរឆានណាបងប្អូនបាត់បង់សិទ្ធិជាពលរដ្ឋណារងឈុនសត្វដេរឆានមិនមែនជាទេអានេះសត្វដេរឆានមែនទេសត្វដេរឆានមានសិទ្ធិបោះឆ្នោតណាមានសិទ្ធិចូលឈ្មោះគេបោះឆ្នោតណាគោមានសិទ្ធិតែរស់ដកដង្ហើមរងចាំតែសេចក្តីស្លាប់ទៅតែបើអញ្ចឹងរងឈុនណាសុនចន្ទធីគឺរងឈុនសុនចន្ទធីនៅក្នុងរបបហ៊ុនហ្នឹងត្រូវបានតឡាការកែឲ្យទៅជាសត្វដេរឆានបាទរងឈុនខ្លាចជាសត្វដេរឆានមែនទេមនុស្សសិទ្ធិពីកំណើតតែខ្លួនឯងមានតែហ៊ុនសែនមិនអោយផងហ៊ុនសែនទៅដកហើយខ្លួនឯងនឹងខ្លាយទៅជាសត្វដេរឆានសត្វដេរឆានហ្នឹងគឺយ៉ាងម៉េចលែងជាមនុស្សមកបងណាវាអាក្រក់ជាងជាប់គុកទៅទៀតណាបងប្អូនមើលឃាតករជាប់គុកដោយ30-40ឆ្នាំអានឹងជាប់តែគុកតាំងគេមានតែដកសិទ្ធិជាពលរដ្ឋឯណាគាត់ថាវាអត់មានសេរីភាពប៉ុន្តែសិទ្ធិបោះឆ្នោតសិទ្ធិចូលឈ្មោះគេបោះឆ្នោតមានណាគេដកមានអត់មានពីណាគេដកឯណាឥឡូវយើងសួរមើលដូចអាឃាតករនៅពេញគុកពួកឃាតករនៅពេញគុកនៅជាមនុស្សឡើយតានេះសួរជាប់គុក30-40ឆ្នាំដូច Nelson Mandela ឧទាហរណ៍អញ្ចឹងជាប់គុកមួយជីវិតប្រសើរណាហាក់ឆាយពីប្រសើររស់ជាសត្វដេរឆានតើរងឈុនឯកភាពទេឯកភាពធ្វើខ្លួនជាសត្វដេរឆាននៅជាមនុស្សដែលរស់ដូចសត្វដេរឆានទេខ្ញុំថាអត់ទេចំណុចនេះហើយបានតែខ្ញុំនិយាយថានៅក្នុងសង្គមកម្ពុជាយើងឲ្យតែប្រជាជនយើងកំណត់មិនទទួលយកសេងសំណាងណាការកំណត់របស់ព្រះព្រំលិខិតតុលាការហ៊ុនគឺខ្មែររស់ហើយបងប្អូនជាសារសំខាន់របស់ខ្ញុំទៅកាន់រងឈុនគឺជាសារដាស់សតិខ្មែរយើងសម្រាប់មនុស្សទូទៅផងបងប្អូនមនុស្សរស់មានន័យទៀតរស់ស្មើនឹងស្លាប់រស់ស្មើនឹងស្លាប់អីណាមែនទេអានឹងស្មើនឹងជនជាតិអន្តោប្រវេសន៍មានសិទ្ធិតិចជាងយួនណាដូចខ្ញុំនៅស្រុកបារាំងប៉ែនដល់លោកច័ន្ទសិនអ៊ីវពិនខ្ញុំអត់មានសិទ្ធិបោះឆ្នោតអត់មានសិទ្ធិចូលឈ្មោះគេបោះឆ្នោតទេព្រោះជាខ្ញុំជាជនភៀសខ្លួនអញ្ចឹងបើប្រៀបធៀបទៅរងឈុនហ្នឹង
នេះសិនយ៉ាងធីហ្នឹងបើយើងទទួលយកការកំណត់យុគវាសនាដោយហ៊ុនសែនមានន័យថាហ៊ុនសែនជាព្រះព្រំលិខិតរបស់រងជនហើយមនោជនណាអញ្ចឹងទីមួយខ្លួនយើងខ្លាចជាសត្វដេរឆានហើយចាអត់សិតអីទាំងអស់ហើយហ្នឹងរស់នៅដកឲ្យដង្ហើមចោលស៊ីតែស្មៅដើមមើលមេឃមើលផ្កាយទៅបាត់អស់លេងហើយហ្នឹងទីពីរវាមិនមែនជាជនជាតិភាគតិចនៅក្នុងទឹកដីកំណើតរបស់ខ្លួនឯងទេមិនបានព្រោះជនជាតិភាគតិចនៅតែមានសិទ្ធិបោះឆ្នោតដដែលរជនជាតិភាគតិចខ្មែរយើងនៅរតនគិរីលោករីមកគោកហ្នឹងគឺជាជនភៀសខ្លួនណាខ្មែរคล้ายទៅជាជនភៀសខ្លួននៅក្នុងទឹកដីខ្មែរណាคล้ายទៅជាជនបរទេសនៅក្នុងទឹកដីខ្មែរអានឹងហើយដែលប្រជាជនកម្ពុជាត្រូវតែភ្ញាក់រលឹកបងប្អូនហើយខ្ញុំគិតថាផ្ដើមចេញពីកត្តារងជនដែលគាត់អាចដឹកនាំនិងគាត់អាចធ្វើសកម្មភាពទៅចលនានេះបានគេជារឿងប្រសើរហើយកុំមានអារម្មណ៍ក្នុងចិត្តថាយើងចាំបោះឆ្នោតណាខ្លាចប៉ះពាល់ដល់គណៈបកនេះគណៈបកនោះពីព្រោះគោលដៅរបស់យើងត្រៀមបោះឆ្នោតបងប្អូនណាអត់មានប្រទេសកម្ពុជាគ្មានទេការបោះឆ្នោតខ្ញុំគាត់ប្រាប់ថាចេះមែនទេគ្មានទេការបោះឆ្នោតបើគ្រាន់តែចង់បោះឆ្នោតអានឹងអត់ចាំបាច់ទេអត់រងឈុនក៏បានដែរអត់រងឈុនអត់ស៊ុនចន្ទធីអត់អ្នកណាក៏បានដែរហើយយើងបង្កើតទៅគណៈបកផ្លាកមួយនឹងមិនបាច់មានសកម្មជនមានអីទេគេឲ្យបោះប៉ុន្តែគេមិនឲ្យយើងមែនទេកាន់កាប់ជ័យជំនះទេស្រីម៉ាក់ខ្ញុំនិយាយចេះប្រទេសកម្ពុជាយើងឃើញច្បាស់ហើយដូចសំរងស៊ីនិយាយនៅក្នុងវេទិកាមហាជនណាសម័យមហាជនចឹងកម្ពុជាគ្មានទេការបោះឆ្នោតកុំភ័យខ្លាចគេមិនឲ្យបោះឆ្នោតអត់ទៅមានតែការដឹកនាំណាធ្វើការតវ៉ាទូទាំងប្រទេសដើម្បីទាមទារឲ្យមានយុត្តិធម៌មានការបោះឆ្នោតទេបើកាលណាយើងបោះឆ្នោតក្រោមបាតជើងរបស់គេជន់អានឹងគឺប្រជាជនគេមិនដែលបោះឆ្នោតឲ្យមនុស្សដែលមើលទៅទ្រុឌទ្រោមវាគេវាយចិត្តងាប់ហើយលើកដៃលើកដៃសច្ចាថាអញនឹងទៅទាត់ហើយឲ្យងាប់គេវាយបាក់ឆ្អឹងបាត់ហើយហ្នឹងប្រជាជនមើលតែអ្នកណាតដៃហើយអ្នកនឹងខ្លាំងទេបងប្អូនណាទោះជាយើងឈ្នះក៏ដោយមិនឈ្នះក៏ដោយឲ្យតែយើងមានឆន្ទៈតដៃមនុស្សរំជើបរំជួលហើយខ្ញុំលើកឧទាហរណ៍មួយនេះសំរងស៊ីគាត់បោះភ្លាមមិនឈ្នះភ្លាមទេគណៈបកសំរងស៊ីដែលគាត់បង្កើតនោះប៉ុន្តែហេតុអីបានជាមនុស្សគ្រប់គ្រងសំរងស៊ីបោះឆ្នោតឲ្យសំរងស៊ីពីព្រោះតែគេគប់ក្របបែកសម្រាប់គាត់ណាគាត់អត់ព្រមឈប់ធ្វើនយោបាយនេះអត់ដឹងអាចកំបាំងអញ្ចឹងប្រជាជនគេអត់ខ្វល់ថាតើសំរងស៊ីទៅឈ្នះហ៊ុនសែនអត់ទេគេមើលឃើញអ្នកណាច្បាំងគេផ្ញើជំនឿទៅលើអ្នកនោះអ្នកណាបត់បែនតាមហ៊ុនសែនដោយកិច្ចយកមករស់គ្រាន់តែចង់មានគណៈបកកិច្ចគុកនេះបង្កើតគណៈបកកិច្ចគុកតែងកំណាត់សិល5អានឹងប្រជាជនមិនដែលគាំទ្រទេប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូតាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី1បងប្អូនណាបាញ់មិញនេះប្រធានបទទី3ខ្ញុំលើកយកមកនិយាយមុនហើយបើមានបងប្អូនណាគាត់ចូលមើលក្រោយគាត់ថាលោកគ្រូភ្លេចប្រធានបទមួយមែនទេបាទអានឹងគឺជាទូទៅកណ្ដាលមាន3វែងពេកប្រធានបទទី1យោង fresh new ដូចគ្នាសម្ដេចលើកឡើងថាអ៊ុយរុស្ស៊ីនឹងមិនព្រមឲ្យអ៊ុយក្រែនមានព្រៀបលើសមរភូមិនិងមានព្រៀបលើតុចរចាឡើយសូនតារាថាខុសបងប្អូនជាពិសេសគណៈបកប្រជាជនឬក៏ប្រិយមិត្តដែលកំពុងតាមដានទស្សនានៅទីនេះច្បាស់ជាថាលោកគ្រូអត់ខុសទេជាការពិតអត់ខុសមែនជាការពិតអត់ខុសមែនប៉ុន្តែសួរថាចុះហេតុអីបានជាសូនតារានិយាយថាខុសពីរចំណុចទី1នឹងមិនអាចបញ្ជាក់ថាណាវិភាគមានន័យថាមើលអ្វីដែលមនុស្សធម្មតាមើលមិនឃើញបើគ្រាន់តែនិយាយថា
ភ្លៀងធ្លាក់ដីសើមខ្យល់បក់ដីហុយបើកន្លែងដែលមានដីអាកន្លែងអត់ដីបាត់ហុយទេអាហ្នឹងអ្នកណាក៏ចេះថាដែរបងប្អូនណាផឹកទឹកក្តៅខ្លាំងរលាកអណ្ដាតហ្នឹងវាមិនមែនជាការវិភាគទេវិភាគវាតតែដូចសូនតារានិយាយអ្វីដែលអ្នកដទៃមើលអត់ឃើញនិយាយអ្នកដទៃមើលឃើញអញ្ចឹងអ្វីដែលសម្ដេចលើកឡើងហ្នឹងទី1គឺជារឿងធម្មតាបងប្អូនជារឿងធម្មតាមែនទេអញ្ចឹងអាណាក៏ចេះថាដែរเมื่อก่อนនិយាយថារុស្ស៊ីនឹងមិនអនុញ្ញាតឲ្យអ៊ុយក្រែនមានព្រៀបលើសមរភូមិហើយក៏មិនអនុញ្ញាតឲ្យអ៊ុយក្រែនមានព្រៀបលើតុចរចាឡើយសាមញ្ញពេកណាទី1អានោះមកខ្ញុំហៅថាខុសទី2 Navin Love គឺរុស្ស៊ីមិនមែនមិនអនុញ្ញាតឲ្យអ៊ុយក្រែនមានព្រៀបឬក៏មានព្រៀបនៅលើសមរភូមិមានព្រៀបនៅក្នុងការចរចាទេសម្ដេចរុស្ស៊ីចង់វាយកាន់កាប់អ៊ុយក្រែនតែរយៈពេល1ខែគ្រប់គ្រងប្រទេសអ៊ុយក្រែនមួយទាំងមូលមិនត្រឹមចង់បានតែមកមានព្រៀបលើសមរភូមិនិងមានព្រៀបលើតុចរចាទេបើរុស្ស៊ីចង់បានព្រៀបលើសមរភូមិនិងតុចរចារុស្ស៊ីមានព្រៀបជានិច្ចគ្រាន់តែថាចង់បានទឹកដីឲ្យអ៊ុយក្រែនទទួលស្គាល់ទឹកដីដែលខ្លួនកាន់កាប់និងវាយបានអ៊ុយក្រែនទទួលស្គាល់តែប៉ុណ្្នឹងឯងអានឹងមិនខុសឃើញទេនិយាយថាអានឹងមិនខុសហើយរុស្ស៊ីមិនមែនមិនអនុញ្ញាតឲ្យអ៊ុយក្រែនមានព្រៀបលើសមរភូមិឬក៏មិនអនុញ្ញាតឲ្យអ៊ុយក្រែនមានព្រៀបលើការចរចាទេនឹងណាក៏ដឹងដែរការពិតដូចសូនរាននិយាយត្រូវបងប្អូនណាបកកែអត់បានឥឡូវអ្នកណាទៅបកកែថាសូនរាននិយាយខុសហើយរុស្ស៊ីមិនដែលទៅចង់វាយអ៊ុយក្រែនទៅកាន់កាប់ប្រទេសអ៊ុយក្រែនទេបុកសូនរាននិយាយវិភាគថាអញ្ចឹងអានឹងបានថាបុកសូនរានវិភាគឃើញថានៅរុស្ស៊ីមិនដែលចង់វាយកាន់កាប់ទេរុស្ស៊ីគ្រាន់តែចង់ឈ្នះព្រៀបនៅលើសមរភូមិនឹងតបចរចាទេអានឹងបានវាខុសប៉ុន្តែរឿងត្រូវដែរនរណាក៏មិនអាចបកកែបានណាគឺរុស្ស៊ីចង់កាន់កាប់ប្រទេសអ៊ុយក្រែនតែ24ម៉ោងផងប៉ុន្តែកាន់កាប់មិនបានបើនិយាយដូចសូនរានចេះត្រូវរុស្ស៊ីបងប្អូនអានេះត្រូវហ្មងនិយាយថារុស្ស៊ីមហិច្ឆតាចង់វាយកាន់កាប់ប្រទេសអ៊ុយក្រែនតែ10ថ្ងៃត្រូវបរាជ័យបន្លាយពេលរហូតមកទល់បច្ចុប្បន្នចាប់តាំងពីប្រកាសលេបទឹកដីអ៊ុយក្រែនរហូតប្រកាសនេះចរចានិងកាត់ទឹកដីអានឹងជាការវិវត្តនៃសង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយរយៈពេល3ទៅ4ឆ្នាំទេតើបងប្អូនស៊ីវ៉ាន់ប៉ាំងអញ្ចឹងសម្ដេចវិភាគខុសហ្មងបងប្អូនណាដូចជាសូនរាធ្លាប់រឿងគាត់វិភាគរឿងដូណាល់ត្រាំសូនរាថាខុសមែនប៉ុន្តែមានចំណុចមួយគាត់ថាត្រូវមែនទេវាស្របដូចសូនរាដែររឿងថាដូណាល់ត្រាំជោគវាសនារបស់គាត់ពីអំណាចទៅប្រកួតទៅជាមួយស្រីហើយកាយ៉ៅរបស់ដូណាល់ត្រាំណាប្រកួតបដិចាញ់ស្រីបងប្អូនមួយចំនួនក៏អន់ចិត្តជាមួយសូនរាពួកខ្ញុំនិយាយអញ្ចឹងតែជានិយាយអញ្ចឹងមួយសប្តាហ៍មុនការបោះឆ្នោតហើយសូនរានិយាយច្បាស់ហ្មងខ្ញុំថាអត់ឈ្នះដូណាល់ត្រាំទេដូណាល់ត្រាំណាតារារាជសិនរដ្ឋាពូនឹងឈ្នះឆ្នោតបងប្អូនយើងមួយចំនួនវិភាគថាអត់ឯកភាពពលមនុស្សវិភាគទៅតាមការស្រឡាញ់អត់ទៅតាមវិទ្យាសាស្ត្រទៅតាមការស្រឡាញ់មិនបើខ្លួនឯងស្រឡាញ់គណៈបកប្រជាធិបតេយ្យស្អប់ដូណាល់ត្រាំត្រូវតែថាដូណាល់ត្រាំចាញ់មកសូនរាអត់ផងសូនរានិយាយបែបវិទ្យាសាស្ត្រណាបែបវិទ្យាសាស្ត្រនិយាយបែបខ្ញុំនិយាយឲ្យលេងទៅចឹងគឺកាយ៉ៅអានេះអាចថាកាយ៉ៅតែកាយ៉ៅដូណាល់ត្រាំគាត់មិនដែលប្រកួតជាមួយអត់ឈ្នះមនុស្សប្រុសទេគាត់ប្រកួតឈ្នះមនុស្សស្រីហ្នឹងមិនចឹងគាត់ប្រកួតមុនឈ្នះ Hillary Clinton ណែដល់ទៅប្រកួតប៉ះ Joe Biden គាត់ចាញ់ហើយដល់គាត់ប៉ះ Hillary គាត់ឈ្នះទៀតហើយអានេះចំណុចមួយ
ណាប៉ុន្តែបងប្អូនណាឥឡូវនេះខ្ញុំនិយាយរឿងរុស្ស៊ីមួយខាន់ចប់រុស្ស៊ីមិនមែនមិនអនុញ្ញាតឲ្យអ៊ុយក្រែននឹងឈ្នះព្រៀបទេឬក៏ចាញ់ព្រៀបនៅលើសមរភូមិឬចរចាទេការពិតរុស្ស៊ីចង់លេបទឹកដីអ៊ុយក្រែនរយៈពេល20ឆ្នាំតែលេបមិនបានអូសបន្លាយរហូតមកទល់បច្ចុប្បន្នណាប៉ុន្តែទៅអនាគតយើងគ្រាន់តែសួរថាតើរុស្ស៊ីឈប់ឬមិនឈប់សង្គ្រាមណាវាអត់អាស្រ័យលើអ៊ុយក្រែនទេកុំទៅបន្ទោសគ្នាមិនសម្ដេចចង់ថាម៉េចឥឡូវសម្ដេចចង់និយាយថារុស្ស៊ីនឹងមិនសុខចិត្តចាញ់អ៊ុយក្រែនទេដូច្នេះអ៊ុយក្រែនណាត្រូវតែកាត់ដីឲ្យរុស្ស៊ីទៅតែនិយាយអញ្ចឹងមានន័យថាម៉េចណាមានន័យថាចង់ឲ្យរុស្ស៊ីនឹងមានសន្តិភាពដូចកម្ពុជាណាបើយើងសន្តិភាពភាសាកាត់ដីណាបងប្អូនគេឈប់មករយៈមែនលើកក្រោយគេវាយយកមកខេតទៀតយើងខ្លាចយើងអត់ច្បាំងណាយើងកាត់ឲ្យទៀតនៅលើពិភពលោកយើងនេះណាស៊ូបាត់បង់ដោយសេចក្តីថ្លៃថ្នូរគឺបាត់បង់ដោយប្រយុទ្ធដោយបដូរជីវិតប្រសើរជាងបាត់បង់ដោយដូរយកសេចក្តីភ័យខ្លាចទៅដូរយកសេចក្តីសុខអានឹងគឺយើងនឹងបាត់ដីហើយយើងនឹងបាត់ប្រទេសមួយទាំងមូលតែម្ដងបន្តិចយើងអត់មានអីធានាថាគេឈប់វាយទេពូពូនៅវាស្ដាប់យើងរុស្ស៊ីទៅស្ដាប់អីកិច្ចសន្យាគាត់ជាក្តាស់ទៅរុស្ស៊ីថាឈប់វាយស្អែកវាវាយទៀតទៅមិនទៅធ្វើអីវាឥឡូវវាថាឈប់វាយតើស្អែកចរចាប្រកាសណាបាត់ឈប់បាញ់នៅចាប់ពីថ្ងៃទី1គាត់ថាប្រកាសថ្ងៃទី1ផ្លោងគ្រាប់ចូលពេញអានេះទៅធ្វើស្អីខកចន្ទឡាំទី2នៅថ្ងៃនេះនៅឥណ្ឌូនេស៊ីសម្ដេចបានថ្លែងច្រើនប៉ុន្តែខ្ញុំកំណត់យកចំណុចមួយដែលជាចំណុចវិទ្យាសាស្ត្រហើយខ្ញុំនឹងណាឆ្លើយតបទៅនឹងចំណុចផ្សេងទៀតម្ដងមួយចំណុចមួយក្នុងចំណោមនោះសម្ដេចថាកម្ពុជាលែងអភ័ព្វហើយគាត់សម្ដែងជាបង្ហូរទឹកភ្នែកនិយាយអំពីសោកនាដកម្មសង្គ្រាមខ្មែរសម្រាប់ខ្មែរហើយគ្រួសារបែកបាក់ព្រាត់ប្រាសខ្ញុំត្រូវការនាយករដ្ឋមន្ត្រីថ្មីពូរយបាត់ដំបងសូនតារាថាខុសហេតុអីបងប្អូនជាការពិតប្រទេសមួយមានសន្តិភាពប្រទេសនោះអត់មានការព្រាត់ប្រាសគ្រួសារទេហើយការដែលហ៊ុនសែននិយាយថាកម្ពុជាបច្ចុប្បន្នមនុស្សជួបជុំគ្រួសារអត់បែកបាក់គ្រួសារគូខុសចឹងមានន័យថាម៉េចមានន័យថាប្រទេសកម្ពុជាកំពុងតែកើតសង្គ្រាមគ្រាន់តែសង្គ្រាមគ្មានអាវុធបងប្អូនការសម្លាប់មនុស្សមិនមែនរាល់ការសម្លាប់មនុស្សសុទ្ធតែហូរឈាមទេចងកដាក់ថ្នាំបំពុលបង្អត់អាហារសិតតែក្បួនសម្លាប់មនុស្សទាំងអស់តាមនិយមន័យរបស់សម្ដេចគាត់ចង់និយាយថាដែលហៅថាសង្គ្រាមគឺជាការបង្ហូរឈាមទោះតែឃើញឈាមមិនហៅថាសង្គ្រាមអញ្ចឹងសូនតារាទៅសួរវិញថាដូចមិនដេចដែលហៅថាការសម្លាប់មនុស្សការសម្លាប់មនុស្សណាមិនចាំបាច់ទោះតែមានឈាមបានគេហៅថាការសម្លាប់មនុស្សទេនៅក្នុងប្រទេសកម្ពុជាមានសង្គ្រាមរវាងខ្មែរនិងខ្មែរនៅឡើយទេគ្រាន់តែថាសង្គ្រាមដែលគ្មានឈាមគឺសង្គ្រាមរវាងអ្នកកាន់អំណាចប្រើប្រាស់ប្រព័ន្ធតុលាការទៅសម្លាប់សិទ្ធិអ្នកដទៃនិងទៅរឹបអូសនៃទ្រព្យសម្បត្តិចាត់អ្នកដទៃដាក់គុកដោយសេរីបច្ចុប្បន្នណាប្រទេសកម្ពុជាអត់ប្រើកងកម្លាំងប្រដាប់អាវុធដើម្បីទៅសម្លាប់មនុស្សទេគឺប្រើតុលាការដើម្បីសម្លាប់ដៃគូត្រូវអញ្ចឹងកម្ពុជាកំពុងតែមានសង្គ្រាមច្បាស់ចុះខុសត្រង់ណាឥឡូវខ្ញុំនិយាយបែបទិន្នន័យនិងលក្ខណៈវិទ្យាសាស្ត្រទៅចុះណាទីភួងបងប្អូនជាទូទៅមុននឹងខ្ញុំនិយាយបែបលក្ខណៈវិទ្យាសាស្ត្របងប្អូនត្រូវកំណត់និយមន័យសិនថាការព្រាត់ប្រាសមិនថាសន្តិភាពឬសង្គ្រាមគឺមនុស្សតែងតែព្រាត់ប្រាស
គ្រាន់តែថាជាទូទៅនៅក្នុងស្រុកកើតសង្គ្រាមមនុស្សព្រាត់ប្រាសខ្លាំងជាងមួយទី2ប្រទេសដែលព្រាត់ប្រាសនិងមានជនភៀសខ្លួនគឺជាប្រទេសដែលកំពុងកើតសង្គ្រាមនគរសេកនេះឥឡូវយើងសួរថាតើប្រទេសកម្ពុជាលែងមានជនភៀសខ្លួនហើយឬនៅយើងមើលនៅថៃយើងមើលសូនតារាកំពុងនិយាយនេះគឺជាជនភៀសខ្លួននៅស្រុកបារាំងអញ្ចឹងមានន័យថាម៉េចហេតុនេះបានជាខ្ញុំជាជនភៀសខ្លួននៅស្រុកមានសន្តិភាពហើយណាមកពីស្រុកហ្នឹងវាអត់សន្តិភាពឈុនប៉ាសសិទ្ធិបងប្អូនមួយនិយមន័យទី2ខ្ញុំនិយាយអំពីស្ថិតិតួលេខប្រជាជនជាង3លាននាក់បច្ចុប្បន្នណាចំណាកស្រុកទៅធ្វើការនៅប្រទេសថៃប្រទេសកូរ៉េប្រទេសម៉ាឡេស៊ីប្រទេសអារ៉ាប់ឡាក់និងឡាក់នៅក្នុងប្រវត្តិសាស្ត្រខ្មែរតាំងពីដូនតាមកមិនដែលមានសម័យកាលណាប្រជាជនចំណាក់ស្រុកព្រាត់ប្រាសគ្រួសារដូចសម័យកាលនេះទេចូលបងប្អូនលើកយកតួលេខមកបញ្ជាក់ថាអ្វីដែលសូនតារានិយាយខុសតើសម័យកាលណាដែលមានប្រជាជនរត់ទៅបម្រើការនៅក្រៅប្រទេសច្រើនជាងសម័យហ៊ុនសែនទៅទៀតតើមនុស្សរត់ទៅយកប្រពន្ធកូនទៅទេច្បាស់ជានៅដឹកទឹកដីថៃអាចយកទៅខ្លះអត់ខ្លះប៉ុន្តែភាគតិចយកទៅភាគច្រើនណាបងប្អូនមានតែឃើញវីដេអូមួយនិយាយអំពីកូននេនយំអោបម្ដាយគក់ប៉ូឡែនម្ដាយលីទៅធ្វើការស្រុកថៃវិញវីដេអូនោះល្បីអ្នកណាមើលទៅស្រក់ទឹកភ្នែកគេថាសុំអោបតែមិនតិចទេកូនក្មេងណាបងប្អូនទោះជាលោកសង្ឃក៏ដោយលោកនេនក៏ដោយអាយុ6 7ឆ្នាំព្រាត់ប្រាសឪពុកម្ដាយក្រុមគ្រួសារណាបងប្អូនព្រាត់ប្រាសឪពុកម្ដាយក្រុមគ្រួសារណាក្មេងអានោះតែធំខ្លោចចិត្តអានោះរំលោភសិទ្ធិកុមារធ្វើឲ្យប៉ះសតិអារម្មណ៍អ្នកនឹងអាចទៅជារោគចិត្តសង្គមនៅក្នុងប្រទេសកម្ពុជាយើងឃើញនៅក្នុង Facebook យើងឃើញនៅក្នុងកាមេរ៉ាឃើញតែម្នាក់ឯងប៉ុន្តែយើងមានដឹងទេប្រជាជននៅខេត្តបាត់ដំបងប្រទេសមានជ័យសៀមរាបតំបន់ក្បែរព្រំដែនកម្ពុជាណាឯកឧត្តមសៀមបាទគឺស្ទើរតែ 90% តាមយើងមើលទៅដែលក្មេងព្រាត់ប្រាសឪពុកម្ដាយ